ឃើញចាហួយឬក៏សារ៉ាយមានពណ៌ស្រស់ស្អាតបែបហ្នឹងបងប្អូនសាក់ទេមើលថាខ្ញុំយកអីមកធ្វើដែរចាកុំគិតច្រើនអីចឹងខ្ញុំប្រាប់ហ្មងទៅថ្ងៃនេះគឺខ្ញុំមកធ្វើជាចាហួយឬក៏សារ៉ាយដែលខ្ញុំប្រើជាដំឡូងស្វាយហើយដំឡូងនេះគឺមានរសជាតិឆ្ងាញ់ស្អិតល្មួតអញ្ចឹងនៅពេលដែលយើងយកមកធ្វើទៅជាចាហួយអញ្ចឹងទៅគឺថាចាប់ជាតិគ្នាល្អហើយឆ្ងាញ់ខ្លាំងហ្មងទៅផ្សារឃើញដំឡូងស្វាយល្អមែនទែនហើយ1គីឡូ2500អញ្ចឹងខ្ញុំទិញ1គីឡូមកប៉ុន្តែខ្ញុំប្រើតែ3ដុំទេចំណែកសពផ្សេងទៀតគឺទុកឆឹងខ្លះហើយនឹងទុកយកទៅស្ងោរខ្ញុំការច្នៃវាផ្សេងគ្នាដើម្បីឲ្យវាមានរសជាតិប្លែកកុំឲ្យថាញ៉ាំទៅដដែលសម្រាប់ដំឡូងគឺយើងយកមកចិតសម្បកលាងទឹកឲ្យបានស្អាតហើយនឹងយកមកកាត់ទៅជាកង់តូចបន្ទាប់មកទៀតគឺយើងយកមកលាងជំរះម្ដងទៀតដើម្បីឲ្យអស់ជាតិជ័រដោយសារតែដំឡូងវារៀងមានជាតិជ័រតិចនៅក្នុងហ្នឹងចឹងយើងអាចលាង2 3ទឹកទៅដើម្បីវាបានស្អាតហើយយើងដាក់សម្រស់នៅក្នុងកញ្ច្រាយមួយបន្ទាប់មកទៀតគឺខ្ញុំបានដាក់ដាំទឹកក្នុងឡាំងសឹងនិងដាក់ចំហុយដំឡូងសម្រាប់ដំឡូងយើងចង់ចំហុយក៏បានឬក៏ស្ងោរក៏បានរសជាតិឆ្ងាញ់ដូចគ្នាអត់អីទេហើយនៅពេលដែលយើងគ្របចោលមួយសន្ទុះគឺដំឡូងនឹងបានផុយយើងអាចយកសមកចាក់មកឃើញផុយគឺបានហើយខ្ញុំបានយកដំឡូងដែលឆ្អិនហើយហ្នឹងគឺយកមកដាក់នៅក្នុងម៉ាស៊ីនទឹកក្រឡុកយកមកក្រឡុកដើម្បីវាបានម៉ត់បន្ទាប់ពីកិនដំឡូងបានម៉ត់ល្អហើយគឺខ្ញុំយកមកដាក់នៅក្នុងកន្ត្រងមួយដើម្បីច្រោះខ្លាចលោកវាមានកាកសរសៃប៉ុន្តែជាក់ស្ដែងទៅគឺវាអត់មានទេសឹងតែអត់មានហ្មងដោយសារតែយើងកិនបានម៉ត់ល្អអញ្ចឹងទៅវាបានម៉ត់ចូលទៅក្នុងទាំងអស់ហើយអញ្ចឹងបើសិនមកបងប្អូនធ្វើមិនបាច់ចាំច្រោះដូចខ្ញុំក៏បានដែរចាក់វាចូលហ្មងទៅបរិមាណទឹកដំឡូងដែលខ្ញុំបានកិនហើយនេះគឺចំនួន750មីលីលីត្ររួចខ្ញុំបានបន្ថែមទឹកធម្មតាចំនួន750មីលីលីត្រទៀតរួចបន្ថែមជាមួយនឹងខ្ទិះដូង500មីលីលីត្រសរុបទៅបរិមាណ2លីត្រហើយយើងកូរច្បល់គ្រឿងផ្សំទាំងអស់ហ្នឹងឲ្យវារៀងរលាយចូលគ្នារួចដាក់អំបិលចូលបន្តិចដើម្បីឲ្យវាមានរសជាតិមុតល្អហើយនឹងបន្ថែមស្ករហ្នឹងគឺចំនួន1កូនចានដែលបើយើងគិតជាស្លាបព្រាប្រហែលជា5ស្លាបព្រាបាយសម្រាប់កម្រិតនៃជាតិផ្អែមគឺយើងអាចដាក់ទៅតាមចំណង់ចំណូលចិត្តរបស់យើងបានបើសិនបើយើងស្ទើរផ្អែមអីគឺយើងអាចបន្ថែមស្ករទៅតាមនឹងបានរួចដាក់ម្សៅចាហួយហ្នឹងគឺចំនួន2ស្លាបព្រាបាយបន្ទាប់មកគឺយើងអាចកូរច្បល់ម្សៅចាហួយជាមួយនឹងទឹកដំឡូងរបស់យើងដើម្បីឲ្យវារលាយសព្វចូលគ្នាហើយខ្ញុំសូមបញ្ជាក់ផងដែរនៅក្នុងកំឡុងពេលដែលយើងដាក់គ្រឿងហើយនឹងដាក់ម្សៅចាហួយហ្នឹងគឺកុំតាន់បើកភ្លើងត្រូវកូរគ្រឿងផ្សំទាំងអស់ហ្នឹងឲ្យវារលាយសព្វចូលគ្នាបានល្អសិនចាំយើងបើកភ្លើងតែកាលណាយើងបើកភ្លើងបដាដាក់លេយគ្រឿងបដាវាធ្វើឲ្យចាហួយរបស់យើងគឺវាអាចកកដុំហើយពេលយើងធ្វើវាអាចខ្លោចអីចឹងណាចាហើយយើងបន្តការកូរទៅមកសន្ទុះទៅពេលហ្នឹងគឺទឹកចាហួយរបស់យើងគឺវានឹងបានពុះល្អបែបហ្នឹងហើយរួចខ្ញុំបានយកមកចាក់ចូលទៅក្នុងថាសធំមួយប៉ុន្តែចាក់ថាសធំប៉ុណ្ណឹងហើយអត់តាន់អស់ទេអញ្ចឹងគឺខ្ញុំចាក់បានមកកូនថាសតូចមួយនេះទៀតពេលដែលយើងចាក់ចូលហើយបើសិនមកយើងឃើញមានពពុះអីយើងអាចបំបែកវាទៅបន្ទាប់មកទៀតយើងអាចទុកមកសន្ទុះដើម្បីឲ្យចាហួយនោះបានកកបើចង់បានឆាប់រឹងគឺយកទៅដាក់ក្នុងទូទឹកកកមកសន្ទុះចាំពេលចាហួយយើងមើលទៅជិតរឹងចាំយើងមកធ្វើជាមួយនឹងទឹកខ្ទិះដើម្បីយើងចាក់មុខពីលើទឹកខ្ទិះដើមនិងខ្ទិះចុងនេះខ្ញុំលាយគ្នាមានបរិមាណ1លីត្រខ្ញុំប្រើម្សៅចាហួយហ្នឹងគឺចំនួន1ស្លាបព្រាបាយដាក់កូរដើម្បីរលាយសព្វរួចបន្ថែមជាមួយនឹងស្ករសហ្នឹង3-4ស្លាបព្រាបាយអាស្រ័យទៅតាមរសជាតិផ្អែមយើងចូលចិត្តរួចកូរច្បល់ឲ្យបានរាងរលាយចូលគ្នាហើយកុំភ្លេចបន្ថែមជាមួយនឹងអំបិលមកចុងស្លាបព្រាផងសម្រាប់ការធ្វើចាហួយចំណុចដែលត្រូវយកចិត្តទុកដាក់គឺយើងត្រូវតែធ្វើការកូរទឹកចាហួយរបស់យើងហ្នឹងឲ្យរៀងជាប់ដៃបន្ទាប់ពីយើងមកដាក់ម្សៅចាហួយហើយដើម្បីជៀសវាងកុំឲ្យវាមានការកកនៅខាងបាតក្រោមកូរទៅមកសន្ទុះពេលហ្នឹងគឺឃើញថាទឹកខ្ទិះរបស់យើងបានពុះហើយគឺអាចបិទភ្លើងបានហើយចាហួយដំឡូងស្វាយរបស់ខ្ញុំគឺបានកករួចរាល់ហើយអញ្ចឹងគឺខ្ញុំបានយកចេញមកហើយនឹងចាក់ទឹកខ្ទិះដើម្បីយកមុខហ្នឹងនៅពីលើចូលតែម្ដងពណ៌គេគឺឃើញថាតំណងហើយស្រស់ស្អាតខ្លាំងមែនទែនស្វាយស្រស់មើលទៅគឺឡើងគេហៅថាលក្ខណៈមានជាតិមានជើងហ្មងណាអញ្ចឹងយើងក៏ចាក់ទឹកខ្ទិះរបស់យើងនៅពីលើអញ្ចឹងមកចាក់ឲ្យរៀងពេញថាសមកខ្ញុំចាក់ទាំងពីរថាសគឺមានថាសធំមួយហើយនិងកូនថាសតូចមួយយើងចាក់ចូលសល់ប៉ុន្មានគឺចាក់ចូលថាសតូចនេះទាំងអស់តែម្ដងរួចយើងអាញ់បាយពពុះនៅខាងលើនឹងបន្តិចទៅដើម្បីឲ្យនៅពេលដែលចាហួយរបស់យើងបានកកគឺវាមានរូបរាងស្អាតអត់ឃើញរាងប្រហោងទេអញ្ចឹងពេលនេះខ្ញុំបានទុកចាហួយនឹងបានកករឹងល្អហើយអញ្ចឹងយើងចាំតែមើលលទ្ធផលទាំងអស់គ្នាហើយពេលដែលវាកករឹងអញ្ចឹងអត់ពិបាកនៅក្នុងការកាត់ដែលយើងយកតែកបិតយកមកជានៅជុំវិញនឹងមកហើយដាក់ថាសមួយរាងធំបន្តិចរួច
ផ្កាប់ផ្លឹបមកគឺចាញ់បោបែបហ្នឹងហើយរូបរាងគេគឺថាស្អាតហ្មងហើយអត់មានថាមើលទៅគឺលក្ខណៈខូចទ្រង់ទ្រីអីគឺអត់មានទេហើយសម្រាប់ការកាត់ចំហួយនេះហាគឺយើងអាចជ្រើសរើសយកកបិតមានម៉ូតមានម៉ាកបន្តិចមកដើម្បីវាធ្វើឲ្យចំហួយរបស់យើងកាន់តែមានភាពតាក់ទាញខ្លាំងទៀតពេលខ្លះរូបរាងគឺជាចំណុចសំខាន់នៃការតាក់ទាញមុនគេពេលដែលកាត់វាទៅជារាងទៅវែងចឹងហើយខ្ញុំបានកាត់វាទៅជាកង់រាងតូចតំណងខ្លាំងចំហួយគឺយើងអាចធ្វើនៅពេលដែលយើងមានកម្មវិធីជួបជុំបងប្អូនមិត្តភ័ក្តិអីចឹងគឺយើងអាចធ្វើញ៉ាំជុំគ្នាទៅគឺចំណេញខ្លាំងដោយសារតែយើងចំណាយលុយតិចប៉ុន្តែគឺយើងអាចធ្វើបានច្រើនហើយដាក់នៅក្នុងទូទឹកកកត្រជាក់ទៀតមកនិយាយពីថាញ៉ាំទៅត្រូវជាតិគ្នាខ្លាំងមែនទែននេះគឺជារីសាលបន្ទាប់ពីយើងកាត់រួចរាល់ហើយរូបរាងគេស្អាតគួរឲ្យតាក់ទាញហ្មងចឹងម្ដុំនេះលក់ម្ដុំ100បងប្អូនទិញអត់ចឹងហើយបើសិនមកបងប្អូនចង់ដឹងថាចំហួយដលងស្វាយនេះមានរសជាតិឆ្ងាញ់ប៉ុណ្ណាកុំភ្លេចសាកធ្វើទាំងអស់គ្នាផងអរគុណ